ស្ដាប់ទេសនាបើបានស្ដាប់ហើយកើតបញ្ញារឹងរិតជ្រាំងថ្លាងភ្លឺក្នុងចិត្តចូលខំសង្រួមកំនិយាយធ្វើឲ្យរាយមេធ្លយកំណត់ពីបាំងត្រជាងនាងនៅចិត្តគេស្ដាប់ធម៌ពិតកើតសៅមកបរយស្រពន់ចុកដៃជើងសូមយើងថយទៅដំរងខ្នងកំនិញយាយគ្នាលើឆ្លើយឆ្លងអ្នកផងเหนื่อยណាយអន្តរាយធទៅកើតជាតិមកមនុស្សក៏ថ្លង់ភ្នែកខ្វាំងអើយខ្វាន់ខ្វាំងល្ងិតល្ងងក្លៅគួរយើងកោតខ្លាចតរៀងទៅកុំអើយមកសៅដល់នាងស្ដាប់ស្នាយអើយសែនស្នាយជាកំណើតមិនគួរមានកើត
ហើយមានឆ្លាប់ស្មានថារស់យូរទៅជាឆាប់កោតមិនប្រញាប់ស្ដាប់ទេសនាសូមអនុមោទនាសូមអនុមោទនាស្ដាប់ព្រះធម៌ទេសនាសូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะพุทธรัตนังธัมมรัตนังสังฆรัตนังนะមាមិសូមនមស្ការថ្វាយបង្គំចំពោះគុណកៅទាំង3គឺពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពនិងសូមនមស្ការថ្វាយបង្គំចំពោះព្រះមហាថេរគ្រប់ព្រះអង្គសូមគោរពព្រះគ្រូចារិកាគ្រប់វត្តមានវត្តវិបស្សនារាមវត្តវិលោនិងវធេរានុធេរៈគ្រប់ព្រះអង្គរានពរញាតិញោមពុទ្ធបរិស័ទសាធុសាប្រុសស្រីគ្រប់គ្នាមានលោកអ្នកម្ចាស់ដើមទានប្រធានបុណ្យគឺកូនប្រុសអ៊ុំវុឌ្ឍតារានិងភរិយាព្រមទាំងបុត្រកូនស្រីអ៊ុំគង្គាសីឡានិងស្វាមីព្រមទាំងបុត្រធីតាដែលបានប្រពធ្វើកម្មវិធីបុណ្យបច្ច័យ4ជូនឧបាសិការស់លីនណានឹងឧបាសិការស់លីនណាឧបាសិការស់សិទ្ធចេញមកដែររស់សិទ្ធិសិទ្ធិហ្នឹងបាទឧបាសិការស់កឹមភួនបាទហើយហៅកឹមលេងហួតនឹងស្វាមីព្រមទាំងបុត្រនិងកូនចៅប្រពធ្វើជូនហើយម្យ៉ាងទៀតនេះសម្រាប់អ្នកមានគុណជាបុព្វការីនៅមានជីវិតមួយចំណែកទៀតនោះជាតក្ខណានុបទានឧទ្ទិសជូនចំពោះលោកយាយយ៉ែមផាន់ស្តៀងជីដូនអាត្មាហែមផាន់នេះយ៉ែមផាន់លោកស្រីយ៉ែមសានយ៉ែមស៊ីនយ៉ែមសៅយ៉ែមសួនណាហើយកម្មវិធីបុណ្យប្រពធ្វើឡើងនៅទីវត្តវិបស្សនារាមនៅក្នុងទីក្រុង Long Beach វេលាព្រឹកថ្ងៃប្រហ័សទី4ខែកក្កដាឆ្នាំ2013ត្រូវនៅថ្ងៃ10រោចទឹម10រោចហ្នឹងណា11ហ្នឹង11រោចខែចេឆ្នាំអសាញ់បញ្ញស័កពុទ្ធសករាជ2557បាទម៉ោង9កន្លះព្រឹកខ្ញុំប្រកាសណាអាត្មាភាពទទួលភរៈសម្ដែងពធនៅទីនេះដោយមានការរៀបចំប្រូក្រាមឲ្យមានសម្ដែងធម៌ដោយបងអាចារ្យបញ្ញាជានិច្ចកាលប្រចាំថ្ងៃហើយម៉ោង10កន្លះរហូតដល់ម៉ោង11ពិធីសាសនកិច្ចរាប់បាតសមាទានសិលវេផុតប្រកេនប្រសង់ចឹងខ្ញុំប្រកាសណាអាត្មាភាពមានពេលប្រមាណប៉ុណ្ណឹងត្រូវបញ្ចប់ម៉ោង10:20នាទីទុកពេលវេលាដើម្បីកុំឲ្យគុណចង្ហាន់ថ្ងៃត្រង់ចឹងបុណ្យនៅក្នុងពេលនេះមាន2ចំណែកបច្ច័យ4គឺយើងចំណាំធ្វើចំពោះបុព្វការីជនដែលមានជីវិតរស់នៅហើយ
តក្ខណានុបទានគឺសម្រាប់អ្នកដែលបានចែកឋានទៅហើយបាទបុណ្យដែលកើតឡើងនៅក្នុងពេលវេលាហ្នឹងតាមដែលបងអាចារ្យបញ្ញាបានប្រកាសព្រឹកមិញហ្នឹងកូនដូចនៅភ្នំពេញឯណោះណាហ្នឹងហើយផ្ញើប្រាក់មកជូនម្ដាយធ្វើបុណ្យនៅឯនេះដូចជាចម្លែកដែរណាណាវាចំណាំតអ្នកឯនេះញ៉ាលុយទៅធ្វើបុណ្យនៅឯណោះណាហ្នឹងហើយឥឡូវកូននៅស្រុកខ្មែរមែនប៉ុន្តែកតញ្ញុតាធម៌បានធ្វើឲ្យកូននឹងនឹកឃើញអ្នកម្ដាយនៅឯនេះបានផ្ញើថវិកាដើម្បីជូនអ្នកម្ដាយធ្វើបុណ្យនៅទីនេះបាទខ្ញុំបកណាអាត្មាភាពក៏សូមជ្រះថ្លាត្រេកអរនៅកុសលចេតនានេះដោយសេចក្តីជ្រះថ្លាញាតិញោមក៏សូមអនុមោទនាផងបងសូមអនុមោទនានឹងចឹងនឹងក៏ជារឿងចម្លែកហើយគួរឲ្យជ្រះថ្លាបងមិនមែនចេះតែចង់បានមិនមែនចេះតែសង្ឃឹមផលពីម៉ែពីឪនឹងរហូតទៅនោះទេណាមានអ្នកខ្លាំងមានសាច់ញាតិនៅសហរដ្ឋនេះពីមុនទេប៉ុន្តែឥឡូវមិនដឹងយ៉ាងម៉េចសង្ឃឹមមែនទែនមានគ្រួសារមួយនោះតាំងពីបងប្អូនផ្ញើលុយផ្ញើកាក់ទៅឡើងចេះធ្វើអីទាំងអស់រហូតដល់មែនទែនដាំបាយក៏ជួលគេដាំនឹងជួលគេដាំរែកទឹកអីហ្នឹងគឺថានឹងមកពីគ្នាមិនយល់ក៏មិនអាចបន្ទោសបានទេហើយដែលមិនធ្លាប់មានបានអីអញ្ចឹងមិនដឹងថាការរស់នៅគឺការគិតថាឲ្យតែមកដល់នេះនឹងវាសនុករលុយណាស់អីចឹងទៅណាចាំតាមមើលណាមិនជាសនុកអីប្រហែលទេបើតាមមើលទៅណាបើចាស់មានប្រាក់រត់ចិញ្ចឹមរៀងធូរបន្តិចតាមអាត្មាស្ដាប់មើលប៉ុន្តែថាយើងនៅវ័យធ្វើការណាតាក់ច្រើនណាស់មែនទេសបោតាក់នឹងតាក់នេះតាក់នោះសពគ្រប់បាទតាមពិតនៅទីណាក៏ដោយបើខ្ជិលមិនបំពេញកិច្ចការងារនៅតែពិបាកអញ្ចឹងទៅតាមអាត្មាគិតមិនគ្រាន់ថានៅស្រុកនេះរដ្ឋាភិបាលបានយកចិត្តទុកដាក់មានការងារមានប្រាក់ខែហ្នឹងវាសមអាចរស់បានស្រួលជាងនៅស្រុកខ្មែរយើងជាងការស្រុកខ្មែរយើងចំណាយពេលវេលាធ្វើការមែនប៉ុន្តែមួយខែមិនស្មើនៅនេះមួយថ្ងៃផងមួយខែ$40អីញាតិញោមកន្លែងខ្លះវាមិនស័ក្តិសមទៅនឹងកម្លាំងកាយហើយតំណែងអីហ្នឹងវាថ្លៃប្រហាក់ប្រហែលតែគ្នាសាំងឡានអីហ្នឹងធ្វើការមួយខែចាក់ឲ្យពេញឡានមួយមិនពេញផងអាហ្នឹងក៏ជារឿងទុក្ខលំបាករបស់ប្រជាជនយើងដែរប៉ុន្តែគ្រាន់អ្នកខ្លះហ្នឹងសង្ឃឹមពេកសង្ឃឹមបងប្អូននៅទីនេះពេកមានក្រុមគ្រួសារមួយហ្នឹងបងនៅនេះរែកស្មៅដែលគេច្រូតឲ្យគោស៊ីណាស្មៅបាយកកគោហ្នឹងហើយចេះតែផ្ញើលុយកាក់ទៅបងប្អូនសង្ឃឹមពេកទៅលែងចេះធ្វើអីដល់ពេលបងហ្នឹងទៅលេងឯស្រុកដោះអាវងូតទឹកទៅវាក្រោះកនេះដល់ក្រោះកបងអូនសួរបងកហ្នឹងមិនបានរៃរ៉ាប់ប្រាប់ទៅអង្គុយអោបបងយំហ្មងនឹកស្មានថាបងហ្នឹងវាសនុករលុយណាស់អញ្ចឹងទៅអាហ្នឹងមិនជាបន្ទោសអីទេមកពីមិនដឹងព្រោះមិនដឹងហើយសម្រាប់នេះកូនចៅរបស់បាសិការស់លីណាកូនហ្នឹងកូនរបស់បាសិការស់លីណាឬក៏នឹងហើយនឹងចឹងបាទគង្គាសីលាទាំងពីរនាក់នៅឯនោះទាំងអស់នៅនេះមួយណានៅនេះមួយបងស្រីបងគង្គាលីណាប៉ុន្តែយ៉ាងណាក៏ដោយចុះអាត្មាជ្រះថ្លាត្រេកអរបងគឺទឹកចិត្តជាកូននឹងបានបំពេញកតញ្ញុតាធម៌បុណ្យអ្វីជាបុណ្យបច្ច័យ4បុណ្យកតញ្ញូបុណ្យតក្ខណានុបទាន
บนจิจรานเตียดบางสโกลคือการมาปีประพบแต่มวยคือกตัญญูตาทอโดยเฉพาะให้บานเช่นในขนมอังกุตระนิกายปตุกะนิบาตพระสัมมาสัมพุทธสมัยยมปีภูมิทานระบสับอรหนังเมียนปีคือกตัญญูคือเพียบดังกุลนั้นมวยให้หนึ่งกตะเวทีการประกาศการสำแดงการเทอตอบในอุปการะนั้นมวยแต่งปีนี้ชมุทาจีภูมิทานระบสับบรอเมื่อในธรรมนุษย์ประดามละอ้อนั้นจริงปีตรังนังเตอว่าประดามละอ้อมนุษย์ประดามเทอสิกใดละอ้อมนุษย์ประดามคลายจีมนุษย์ละอ้อคือประดามจริงอย่างปีกตัญญูตาทัวนั่งจังกตัญญูกตะเวทีนั่งให้มนุษย์ได้มันเมียนกตัญญูกตะเวทีได้คือมันอาจจีมนุษย์สมอตรองบานเตอาจจีมนุษย์ใครตัวจีบัณฑิตหรือก็จีมนุษย์ได้กู้โยจีขณีบานเตนั่งจังมนุษย์บางทีในใจเปียมวยทำบางมนุษย์นะพลิกไม้แต่เฮ้ยตำรวจแต่เนี่ยเดตีเมนไม้เรื่องไอ้กีมันพลิกมนุษย์เราสำคัญบำพดนั่นคือปุกมาได้ดังไอ้เฮ้ยบาปุกมาได้คือไอ้บำพลิกบานเฮ้ยมุกยืงต่างหลายเมนไม้กีนะเนาะมุกยืงเมนกีนะđể kỳ họp giờ nó chương cá đôi xa dương cầm pung tập đo phải giao cho ấy sọc groupแต่lên bàn phải giao ấy cái trao lương tiền đến một dương bên mai kỳ nè chẳng nè nè cả đó với thao bị flick mai flick rồi hết cung từ flick nè đợt tì tiết mình khàn lời mẹ nè nâng chẳng và hai bộ cô để cro được nòng lột nắng và ông sầm đánh miền pì và bộ cô cro bộ cô cro nó miền cro sầm bát đấy cứ cro miền bộ cô bẹp nừng cro miền bộ cô bẹp nứng rư có bộ cô cạt láng đòi cro cạt láng đòi mình ghi miền cạt láng cứ bọc cà rây chuốn hơi nứng cắt tình yêu cắt tạ về tì bọc cà rây chuốn đây cầm ro cro cày nâng cạt miền cứ đời xa tại thô lô hẹ nâng che tại nòm mục mà nô đại thưa sự đây là o đào nẹt ở tây nâng với tràn từ nơi khung ẩm nai lô hẹ nơi khung ẩm nai tan à há cứ pratna ca tọp sòng và thưa là o đào thưa là o đào kê tới chơi tại pratna na ca tọp sòng bởi khi mình đăng quân tế có tôi chất on chất ấy chẳng từ bộ cô bẹp nâng mình toàn mua tha chỉ bọc bạc cà rê chuồn đào là o lạiรีไอปปการีชนดลอปิดประกาศได้จัดเทปบุคคลการลังโดยกำร้อคือช่วยดาวมันจ้องบ้านในการตอบสนองบ่เปียปอนจะมวยหนึ่งปปการีชนการทำมาในสมัยโทนสระไม้เมียนดิสัตมันเนี่ยสะสูทมาธาแต่อุปกมาได้เมียนกุลโดยมาได้เตอเมียนมูลเหตุจิจรานได้คือมันอาจจัดตุกทำมาเมียนคนบ้านเตตีมวยกอดสลังขึ้นเนี่ยกอดนั่งมูลเหตุเด็กเลิกกันนะตีปีกอดจิงจำเยิ้งปลุกเมียนบ่มนองทำไม่จ่าตื้อจังเยิ้งจำกอดวิ่งจังจิงจำเดิมเมียนบ่มนองจังเฮาทำเนี่ยเมียนคนไม่ให้cho nhiệt nhôm với cái thà chẳng dương cái trầm mạch đó năng tam bất cái thà trừ vấn đề trừ tay chùm nốt để kê nị giấy có vấn tay kê mình bàn vi này chạy cún tam sự đầy bật đề cứ mau âm pi mình chê âm pi mê điên chỉ vật năng ai khả nạ pê để con sờ lạnh khả miên chỉ cún này na cái lai nâng mình đấy anh chỉ cái lai thì ta nâng sờ lạnh cái này ấy đó là con bầm non thở cô nhìn chắc mà nâng có chỉ bầm non mùi bên tay mình men không chỉ vượt con nâng vừa miên để thua nâng rồi hô đấy nè bờ miên để thua nâng rồi hô nó cô nâng ruột cả thế chẩn lo bị thua nâng nâng ạ meta cả rồi nè mutita upekha nâng miên thế miên nâng chẳng
តាំងពីកូននៅក្នុងផ្ទៃមកប្រសិនបើគាត់មិនអនុញ្ញាតឲ្យនៅទេពេលឥឡូវស្រួលដែរស្រួលទេតែមកខ្ញិចហ្នឹងតែមកខ្ញិចទៅបាត់ដែរមានព្រះឯណាមកបញ្ញត្តិញាតិញោមណាបើព្រះម៉ែព្រះឪនឹងមិនទុកជីវិតឲ្យទេសួរថាបានជីវិតនឹងទេណាហើយចិញ្ចឹមនឹងជាការពិតហើយរឿងដែលថាចាស់ទៅមានកូនមានចៅក៏គ្រាន់បើដែរហ្នឹងហើយគិតអញ្ចឹងមិនតែញាតិញោមឯពួកអាត្មាក៏គិតអញ្ចឹងដែរហ្នឹងណាបានជាតែសឹកទៅហ្នឹងណាមែនទេលោកទាំងឡាយសឹកទៅនោះគិតតែចុះឯងអើយហើយជីតាអាត្មាហ្នឹងផ្ដាំម្ដាយធំអាត្មាហ្នឹងថាម៉េចម្នាងអើយមានមាសមិនស្មើនឹងមានបាយមានញាតិទាំងឡាយមិនស្មើគូក្រងណាបាក់កោសខ្យល់កោសអីពឹងគេបាក់ហ្នឹងនេះចាស់គាត់និយាយបាទប៉ុន្តែចិញ្ចឹមកូននិងចិញ្ចឹមជ្រូកខុសគ្នាឆ្ងាយណាស់ញាតិញោមចិញ្ចឹមដែលអត់គុណមែនទែនគឺចិញ្ចឹមសត្វលក់ប៉ុន្តែបើចិញ្ចឹមសត្វដោយសេចក្តីស្រឡាញ់នៅតែមានគុណនឹងញាតិញោមខ្លះចិញ្ចឹមឆ្កែស្រឡាញ់ឆ្កែណាស្រុកហ្នឹងជាពិសេសស្រុកហ្នឹងអ្នកខ្លះសឹងតែស្រឡាញ់ឆ្កែជាងស្រឡាញ់ប្តីទៀតណាមានញោមម្នាក់គាត់ទៅត្អូញប្រាប់អាត្មាគេមិនសូវរវល់ជាមួយឯងរវល់តែមួយឆ្កែគេហ្នឹងឯងមានតែអ្នកទៅសួរអាត្មាអញ្ចឹងទៅធ្វើមិនខ្មិចមួយថ្ងៃងូតទឹកឲ្យតែឆ្កែឯងនៅគ្មានរវល់អីបន្តិចណាការចិញ្ចឹមអញ្ចឹងអាចថាជាអ្នកមានគុណដែរពីព្រោះក៏អត់មានចិញ្ចឹមលក់ទេចិញ្ចឹមដោយសេចក្តីស្រឡាញ់ប៉ុន្តែចិញ្ចឹមអត់គុណសោះនឹងចិញ្ចឹមសត្វលក់ឧទាហរណ៍ដូចចិញ្ចឹមជ្រូកចិញ្ចឹមគោលក់អីអញ្ចឹងមានគុណអីហើយជារបរដែលព្រះសម្មាសម្ពុទ្ធហាមទៀតផងឃើញទេហើយចិញ្ចឹមដែលអត់គុណដោយសារអីពេលជ្រូកឈឺភ័យដែរតែម្ចាស់ជ្រូកណាភ័យប៉ុន្តែមិនមែនភ័យអីទេគឺភ័យខ្លាចវាស្រកគីឡូខ្លាចវាខាតតើមែនទេវាខ្លាចស្រកគីឡូខ្លាចវាខាតអីអញ្ចឹងណាហើយអ្នកខ្លះហ្នឹងគ្រាន់តែជ្រូកចាប់ផ្ដើមឈឺហ្នឹងគឺត្រូវគិតថាខ្លាចវាស្រកគីឡូយើងកាប់មុននៅកុំឲ្យវាស្រកគីឡូតាន់ហ្នឹងអញ្ចឹងហ្នឹងចាំជ្រូកអត់គុណទេចាំអញ្ចឹងហើយបើថាលក់ជ្រូកដាច់ហើយអាណិតដែលទៅសួរសុកទុកជ្រូកមួយម៉ាត់ជ្រូកអើយតាំងពីឯងបែកពីគ្នាមកហ្នឹងសុកទុកមិនដែរអត់ទេណាអត់ទេចិញ្ចឹមកូនខុសគ្នាទោះបីជាថាដល់ពេលរៀបការមានគេហៅថាថ្លៃផ្ទះថ្លៃទឹកដោះអីហ្នឹងកាត់ថ្លៃប្រមាណអីតាមប្រពៃណីយើងហ្នឹងការហើយមិនឈប់ស្រឡាញ់កូនទេណាមែនទេហ្នឹងការហើយទោះបីកូនមកនៅជាមួយខ្លួនក្តីកូនទៅនៅជាមួយប្តីក្តីនៅតែកូនអញ្ចឹងនៅតែខ្វាយខ្វល់អញ្ចឹងហើយស្ដាប់ធัวអញ្ចឹងឮតែកពៅឈឺពោះនៅអត់នៅទេហ្នឹងតែបើឮតែជ្រូកដែលយើងលក់នឹងឈឺពោះទៅហ៎មិនទៅទេឃើញខុសគ្នាទេណាអញ្ចឹងចិញ្ចឹមដែលអត់គុណហ្នឹងគឺចិញ្ចឹមយកតែផលប្រយោជន៍ក៏ប៉ុន្តែការចិញ្ចឹមកូនមិនអញ្ចឹងទេមិនមែនដាក់លក្ខខណ្ឌជាមួយកូនកាន់តែកើតងាមកនេះហើយចាស់ទៅចិញ្ចឹមអញអត់បើមិនចិញ្ចឹមអញអត់ឲ្យបើទេមានពីណាទៅដាក់លក្ខខណ្ឌអញ្ចឹងក៏កូនឈឺដឹងតែរឿងមួយយកកូនទៅពេទ្យមើលនៅពេលហ្នឹងគ្មានគិតថាអនាគតយ៉ាងម៉េចទេគណៈដែលអាណិតស្រឡាញ់អីសពគ្រប់នឹងឯងជាគុណនោះរឿងគាត់បានគ្នាអានឹងជារឿងវដ្តសង្សាររឿងប្រាថ្នាការតបស្នងវាជាធម្មតារបស់មនុស្សក្នុងលោកដែលមានកិលេសវាធម្មតាអញ្ចឹងសំបីព្រះសម្មាសម្ពុទ្ធមិនព្រះអង្គមិនដឹងរឿងហ្នឹងហើយចេះតែសំដែងរឿងគុណណាព្រះអង្គដឹងថាមេដាបិតាមានហេតុប៉ុន្មានបានប្រាថ្នាចង់បានកូនចង់ឲ្យកូននឹងអាចជួយទំនុកបំរុងពេលដែលខ្លួនចាស់ឬក៏ជាអ្នកទទួលនៅមរតករបស់ខ្លួនឯងនៅពេលដែលខ្លួនចាស់ព្រោះអ្នកខ្លះមានទ្រព្យសម្បត្តិអត់កូនទទួលក៏ព្រួយដែរណាញាតិញោមណាបើស្រុកនេះមិនដឹងទេណាបើស្រុកខ្មែរយើងឬក៏ប្រវត្តិតាំងពីសម័យពុទ្ធកាលមកអញ្ចឹងមានលោកសេដ្ឋីខ្លះគឺពិបាកចិត្តណានៅពេលដែលអត់មានកូនទទួលមរតក
ដូច្នេះគុណនឹងមិនគឺអ្វីក្រៅអំពីការស្រឡាញ់រាប់អានដោយមេត្តាព្រមវិហារនឹងឯងហ្នឹងចឹងហើយសេចក្តីស្រឡាញ់របស់ឪពុកម្ដាយទោះបីជាអាត្មាមិនធ្លាប់ធ្វើជាឪពុកម្ដាយរបស់គេតែអាត្មាធ្លាប់ធ្វើកូនអាត្មាដឹងហើយអាត្មាមិនធ្លាប់ចិញ្ចឹមកូនក៏ប៉ុន្តែធ្លាប់ឃើញញោមថែប្អូនណាដែលខុសពីអ្នកដទៃយ៉ាងណាហ្នឹងចឹងហើយអ្នកដែលយល់ចិត្តកូនជាងគេចិត្តយើងជាងគេក៏គ្មានពីណាជាងម៉ែឪដែរចង់អីចូលចិត្តអីប៉ុន្តែគ្រាន់ថាចាប់ពីអាយុ14 15ឆ្នាំឡើងទៅម៉ែឪលែងសូវសំខាន់ហើយជាធម្មតាយុវវ័យមិនថាតែស្រុកនេះទេស្រុកខ្មែរយើងក៏អញ្ចឹងដែរឥឡូវវាឆ្លងគ្នាអស់ហើយណាដូចនិយាយម្សិលមិញអញ្ចឹងគេសុកចិត្តស្លាប់ពីព្រោះតែនាងទេមានណាសុកចិត្តស្លាប់ចំពោះម៉ែឪទេហល់ថ្ងៃណាមែនទេអើយម៉ែខ្ញុំព្យាបាលគាត់មិនជាសោះឥឡូវគាត់ស្លាប់ហើយអត់គាត់ខ្ញុំរស់មិនបានទេលេបថ្នាំទៅបដោយជាមួយគាត់គ្មានទេតែបើថាស្រឡាញ់គ្នាម៉ែឪបង្រៀងមកឲ្យបានគ្នាអានឹងមានងាប់ច្រើនណាមានស្លាប់ច្រើនបាទនឹងអញ្ចឹងហើយគេចង់ធ្វើឲ្យជីវិតហ្នឹងវាអស្ចារ្យជីវិតអញ្ចឹងមានតាណាទៅចាទុកដើម្បីជាគំរូនោះមិនអាចទេបាទហើយកតញ្ញូទៀតកតញ្ញូដដែលនឹងនៅអូស្ត្រាលីអីមកលើញាតិញោមប្រាប់ថាដូចជាគេបង្រៀនក្មេងបរៀនអំពីផ្លូវភេទអីហ្នឹងយូរគេបរៀនថាជាសាមញ្ញមានគុណមានស្រ័យអីតែអាហ្នឹងវាដូចធម្មតាវាទៅជាចឹងអស់ទៅណាហើយបើទៅចូលចំចំណុចហ្នឹងហើយណាញាតិញោមមនុស្សយើងអត់មានលើសពីសត្វដេរិឆានទេមនុស្សមេនសៈឧសនតាភាពនៃសត្វដែលមានចិត្តខ្ពស់ភាពវៈនៃសត្វដែលមានចិត្តខ្ពស់ឲ្យឈ្មោះថាមនុស្សហើយមនុស្សហ្នឹងវាចែកទៅជាច្រើនយ៉ាងមានមនុស្សសនេរយិកោមនុស្សនរកមនុស្សសៈបេតោមនុស្សប្រែតមនុស្សសៈដេរិឆាណោមនុស្សដេរិឆានមនុស្សសៈមនុស្សសោមនុស្សសំជាមនុស្សមនុស្សទេវោមនុស្សទេវតាហ្នឹងហើយអញ្ចឹងមនុស្សខ្លាំងជេរត្រឹមដេរិឆានស្ទើរពេកផងណាប៉ុន្តែយើងទាំងអស់គ្នាបើគេជេរថានាងដេរិឆានតាដេរិឆានអីសบายចិត្តទេហ្នឹងប៉ុន្តែមនុស្សខ្លះជេរត្រឹមដេរិឆាននៅស្ទើរណាអញ្ចឹងហើយបានជាព្រះអង្គឲ្យឈ្មោះថាមនុស្សខ្លះហ្នឹងមនុស្សនរកជេរដល់ថ្នាក់នរកបានត្រូវជេរត្រឹមដេរិឆានហ្នឹងនៅស្ទើរពេកដេរិឆានវាសម្បូរតែធម៌មួយឯញាតិញោមសម្បូរតែភាពល្ងងអញ្ចឹងណាវាអត់ដឹងមេអត់ដឹងកូនអត់ដឹងណាខុសណាត្រូវអីទេវាដឹងតែថាព្រឹកឡើងវាឃ្លានហើយបើបំភ័យវាខ្លាចហើយដល់ខែដល់រដូវវាចេះស្រឡាញ់គ្នាប៉ុណ្ណឹងការដឹងរបស់សត្វដេរិឆានគឺប៉ុណ្ណឹងណាប៉ុណ្ណឹងឯងហើយរឿងប៉ុណ្ណឹងហើយបើមនុស្សយើងចេះតែប៉ុណ្ណឹងដែរមិនឲ្យល្អជាងសត្វដេរិឆានមនុស្សយើងដែលចាត់ថាជាមនុស្សដែលល្អហ្នឹងមកអំពីវាមានធម៌មួយទៀតហៅថាធម្មសញ្ញានៅក្នុងដេរិឆានមានសញ្ញា3ណាមានកាមសញ្ញាចេះស្រឡាញ់ញីឈ្មោលមរណសញ្ញាចេះខ្លាចស្លាប់គោចរៈសញ្ញាដឹងថាត្រូវរកអីស៊ីដើម្បីចំអែតផ្ទៃឃើញទេដឹងហើយមនុស្សយើងក៏មានកាមសញ្ញាចេះស្រឡាញ់ប្រុសស្រីដូចគ្នាមរណសញ្ញាចេះភ័យខ្លាចសេចក្តីស្លាប់ហើយនឹងគោចរៈសញ្ញាចេះរកអាហារបំពេញផ្ទៃហ្នឹងហើយបើចេះតែប៉ុណ្្នឹងសួរថាប្រសើរជាងសត្វដែរអត់ទេអត់មានអីទេសត្វវាចេះដែរតាតំណឹងចេះស្រឡាញ់គ្នាសត្វចេះអត់ចេះរកអាហារបរិភោគសត្វចេះអត់ចេះខ្លាចងាប់សត្វចេះអត់ចេះហ្នឹងប៉ុន្តែបើយល់គុណយល់ទោសយល់ខុសយល់ត្រូវគុណពិតដឹងតែគុណពិតសត្វងាយដឹងទេហ្នឹងមនុស្សយើងដែលប្រសើរជាងសត្វត្រង់តែចំណុចហ្នឹងតានឹងចឹងតែបើសិនជាគ្រាន់តែគិតថាកណ្ដតគ្នាម៉ែយើងចិញ្ចឹមយើងចិញ្ចឹមកូនយើងអាហ្នឹងរឿងតគ្នាគុណស្រ័យអី
chùm món mà về mình chế rương nắng món chế châm côn về đây chế đâu về miền côn thì về chế châm côn về đây hay bao giờ chế bản năng về khoản chiêng món vì nào máu chế vào hai món nè chế vào hai món nè bên này gì ớt nực mai nực ớt đằng mai miền côn miền ấy lơ món mình đu hỏi ngay sờ bô mình đu món đó nhìn nhung chẳng mà mai sao nè côn prosray nè để ban nực lực khơi côn miệt đà vậy đà nó coi chia bọc côn cầm ro hay coi chia cầm ru đào côn prosray thằng lại tiệt món chẳng mấy món về bực là càng để nó tôi nâng nhận nhôm mờ món càng nơi cầm móng còn món cầm móng này món về toàn miền bên đấy món cầm móng á nên này nấu pe nâng với khai mà nấu tôi chết ở hiện nơi chết đây món sọc mai riêng nâng mình đằng món sọc này đằng mệt toàn khơi món phong nên là khơi nhạc nông tu tự cọ đây món sọc này nên là ca đây bên mình toàn miền poong khai mà nấu hết á sạt món á phần tại đầm miền poong cần nấu tại khai tiệt đal pe về cà poong chập đầm sang này rừng sang nó không nên rừng ấy cao bị khai cái vô poong về đấy rồi đầm miền côn tiết hiền và dốt cho môi mình được chả hả còn mòn chả nâng à hai đấy ban vi hiền phải chăng cho môi mình nốt cà bia côn về thế đấy chẳng con để che xả lanh côn con để che chỉnh châm côn sát cô về che đây men tâm mình nốt bàn che thế nè sát có che sâu xì mọt về văng chạp bàn trở lên muối bị krok là đang hao cồn mà chẳng anh dây bị cồn với bị dục vào lục ấy tới đây đó là còng slap mề nè mình đấy mề nâng hiện đây ơi truông đó đây đây hiện hao một tích làm bày ơi cồn chiều mà cọ cái nào chứ mà cái thùng tích đo slap tích thùng tích đo slap tích rồi xì luôn anh cát chăm là tôi chết mê thiệt à mê đấy chăm là tôi chết mê thiệt à cái đa si luôn kê rô si luôn kê mê này anh chụp đằng ấy chứ bữa mình được dân thông làng tới cho mai cho là dân tới mà nực hơi và cha hãy bữa sinh chân rồi đã mà sọc chết ọt côn rồi cho nó mà từ Australia lược ti mùi cao cho năm pi pon để chỉ pi pon cùng mùi lại bệt mà nấu chả nữa chị ta mình nè nó qua trời côn tình địa mà bộ côn nơi Australia tầng ó sạch nhiệt cót có chả nơi sọc máy bên là côn vô mà nơi Australia cót chư tịnh tuổi tới cái ọt mớ cái vô tụi đạn sinh hôm nữa tự đạn từ bồn lại mà tích cái từ mơ mà đòn vô tới cả là khai mà đón vô tới pi bay khai mà đón vô tới cả là nam ở từ mà đòn đợt bên ma tôi chua nhôm ông lại cả nó cọt phơi ca nơi tì pet nằng này cọt nằm ma tôi chua mà xu tay nhôm mình ở không mình tì pet nằngประมาณ năm ấy ở dạ ca ประมาณ này cọt dung mà sự tu có thạc trong cái này chọp cục ngồi nghịch đi pi năm 2 có thàn chứ có xong cái một sọc mai bên kia đòi từ đây nhận nhôm mình được giờ pe để trả từ nè thực chất đôi chỉ mình xa chỉ tham mà đòn tiền nè trong khơi côn trong khơi chào đào tận nam mình ruồi nó ốc sốc á nè nhận nhôm mày nè nè ngày nè ấy mà có kịch thắng bên chân từ đá bạch miền côn của bạn từ luôn nhầm cha chôn pet luôn anh nó mòn tới đó là mà kịch khơi chân tới mà nực khơi chị ta mà từng pi nước pe để cọt chư
ចាស់ចិត្តស្លាប់នឹងវាអត់មានពេទ្យទំនើបអីមើលមែនប៉ុន្តែសុខភាពផ្លូវចិត្តរបស់គាត់អត់អីទេពីព្រោះមានសាច់ញាតិមានចាស់នៅក្នុងស្រុកភូមិនឹងមកកំដរមកសូត្រធัวរហូតដល់គាត់លាចាកលោកទៅជួនកាលចាស់ស្រុកនេះអាត្មាគិតថាប្រហែលជាពេលស្លាប់គ្មានមានណាសូត្រធัวទេហ្នឹងហើយណែបើនៅផ្ទះក្រនបើបន្តិចណានៅក្នុងពេទ្យដូចគ្មានពីណាឲ្យទៅសូត្រធัวទេអញ្ចឹងហ៎បានទេសាធុអញ្ចឹងណាប៉ុន្តែអាត្មាមិនដឹងថាជីវភាពការរស់នៅញាតិញោមទីនេះយ៉ាងម៉េចទេប៉ុន្តែអាត្មាទៅឃើញម្នាក់ហ្នឹងអាត្មាសង្វេគមែនទែននឹងអញ្ចឹងបានអាត្មាចង់និយាយថាអញ្ចេះចង់និយាយថានៅពេលដែលឪពុកម្ដាយចាស់ទៅណាចិត្តមិនខុសពីកូនក្មេងទេចំណីអាហារល្មមគាត់មិនជាចង់អីប្រហែលទោះបីជាបានលុយកាក់ច្រើនអីប៉ុណ្ណាក៏ដូចជាមិនជាសប្បាយចិត្តអីទេប៉ុន្តែបើបានឃើញកូនទៅអើតកូនទៅមើលកូនទៅញ៉េះញោះអីចឹងទៅហ្នឹងសប្បាយចិត្តមែនទេមែនទេម៉ែចាស់ហ្នឹងចឹងបាទណាពីព្រោះពេលដែលឈឺពេលដែលចាស់ហ្នឹងមានតែឆ្ងាញ់អីពិសាអីក៏វាមិនសូវឆ្ងាញ់អញ្ចឹងបានថាកន្លែងហ្នឹងការពិតនៅតែជាការពិតអញ្ចឹងបានជាចេះតែសំដែងប្រាប់ញាតិញោមពុទ្ធបរិស័ទជាពិសេសអ្នកដែលមានឪពុកម្ដាយហ្នឹងទោះបីជានៅស្រុកណាប្រទេសណាអាស្រ័យទៅលើការងារយើងរវល់ក៏រវល់ហើយប៉ុន្តែយើងមានសៅរ៍អាទិត្យមានអីចឹងយើងអាចទៅមើលអាចទៅថែគាត់ហ្នឹងគាត់ប្រាប់ចឹងហើយសោះសៅរ៍អាទិត្យគេមានមកសួរគាត់ហ្នឹងគេទៅដើរលេងបាត់ហើយសៅរ៍អាទិត្យគេសុខចិត្តទៅដើរលេងណាគេអត់ទៅមើលគាត់ហើយដំបូងឡើយដែលថាយកគាត់ទៅអូស្ត្រាលីគិតថាឲ្យគាត់សប្បាយពេទ្យគេទំនើបណាអាត្មាដើរមើលពេទ្យគេមានពេលមនុស្សឈឺចឹងគេចាក់ភ្លេងរៀងលុកលោចធ្វើឲ្យមនុស្សហ្នឹងឲ្យស្រាលពីយ៉ាងងើប៉ុន្តែចិត្តមនុស្សហ្នឹងវាមិនប្រកាសថាត្រូវការរបស់អញ្ចឹងទេណាមិនប្រកាសថាត្រូវការរបស់អញ្ចឹងទេភាពកក់ក្ដៅចិត្តរបស់មនុស្សហ្នឹងវាមានជាពិសេសពីកូនពីចៅនឹងឯងបាទហើយនិយាយចឹងទៅធ្វើឲ្យញាតិញោមចាស់ខ្លះកាន់តែកណ្ដោយកណ្ដែងឥឡូវឈប់កណ្ដោយកណ្ដែងទៅព្រះសម្មាសម្ពុទ្ធសម្ដែងថាអត្តាហិអត្តណោនេថោឥឡូវវិលមកនេះវិញហ្នឹងអត្តាហិអត្តណោនេថោខ្លួនឯងប៉ុណ្ណោះជាទីពឹងរបស់ខ្លួនឯងអ្នកនៅម្នាក់ឯងអញ្ចឹងប្រសិនបើញាតិញោមមានធัวជាទីពឹងវិញនោះវាល្អជាងញាតិញោមនៅផ្ទះមើលចៅអញឹកអញប់ផងនេះបើនិយាយពីល្អវិញណាប្រសិនបើញាតិញោមមានធัวជាទីពឹងឥឡូវពេទ្យគេមើលស្រាប់ឥឡូវស្អីគេមើលស្រាប់ជុះមិនបាច់ទៅប្រគល់ក៏បានដែរបើខ្លាំងដាក់លើក្រេហ្នឹងក៏គេលាងឲ្យទៀតហ្នឹងពេទ្យនោះថែនិយាយពីថែល្អជាងកូនចៅទៅទៀតនោះពេទ្យគេល្អនៅស្រុកនេះឬក៏នៅស្រុកអូស្ត្រាលីអីដែលអាត្មាធ្លាប់ដឹងអញ្ចឹងភាពកណ្ដោយកណ្ដែងបាញ់មិញអាត្មានិយាយអំពីសន្តានចិត្តមនុស្សទូទៅមនុស្សធម្មតាមនុស្សដែលអត់មានអីជាទីពឹងប្រចាំខ្លួនឯងមនុស្សដែលត្រូវការភាពលួងលោមអំពីកូនចៅក៏ប៉ុន្តែប្រសិនបើញាតិញោមបានទទួលនៅការយកចិត្តទុកដាក់ពីកូនចៅក៏ជាបុណ្យកុសលរបស់យើងហើយម្យ៉ាងទៀតប្រសិនបើក្នុងលក្ខណៈមួយត្រង់ថាឥឡូវកូនមិនបានមកមើលទេឥឡូវយើងនៅពេទ្យដូចជាដូនមួយដែលអាត្មាទៅមើលកាលថ្ងៃមកដល់នៅឈ្មោះអីហ្នឹងបាទស្កាផូនអីចឹងឮថាក៏អត់មានកូនចៅអីទេយើងសឿនណាហ្នឹងសឿនសិក្សាឲ្យច្រើនស្ដាប់ធម៌ឲ្យច្រើនទៅវិញទៅក៏លេចមើលទៅសម័យពីដើមដែលអ្នកបួសសម័យពីដើមមកបួសរាល់ថ្ងៃនេះយើងនៅវត្តមានគ្នាច្រើនបួសសម័យពីដើមម្នាក់ឯងនៅក្នុងព្រៃឃើញទេតបោះតាបសិណីឬក៏តបោះម្នាក់ឯងនៅក្នុងព្រៃអត់មានពេទ្យអត់មានកូនអត់មានចៅប៉ុន្តែលោករកសេចក្តីសុខឃើញឃើញទេអញ្ចឹងញាតិញោមប្រសិនបើបាននៅកន្លែងហ្នឹងកូនមិនគិតក៏ហើយចានេះមិនមែននិយាយចឹងឲ្យកូនបានចិត្តទេណា
cứ về trâu để kết đấy bên này không lệ cả nạ sầm rạp nhiệt nhôm vĩnh và tha về mình ban ca vô chặt tục đại bị côn thế à nâng vô chặt tục đại luôn anh vinh nâng chẳng vô chặt tục đại luôn anh vĩnh tại xa miền ấy cứ miền thua ập rung chặt miền thua ập rung chặt hạ đôi chìa côn trâu tầng lai nâng tục ở cá oi dướng và bứt chầm ran phơi chặt chẳng chuyên cá nhiệt nhôm kha côn trâu để nhớ cái nhóc pe tư lọ pe tư sơ ban sọc cái tệ phốp thế à lấy côn nó ngọt từ côn đi bình che anh đặt côn đi anh đặt côn nô vấn đề present bờ côn nó thua dân ở hà lấy rương sưu mà giang tiền nhận nhôm đôi rương bẹt của mà là cả sập bạ nâng mà đai lột chẳng cả để lột bờ sốt hới trâu từ nơi chỉ môi bờ chỉ ở chiang đọc chạm mình nè bờ chạm này tự bùa thì đó là dụ chiang đọc chạm ban một chuột mà đài lốt có bùa đẻ nè đập bị chạm hay mà đài lốt con từ khơi lột nó cứ thả trong rốt tự ao lột lấy bé bài côn lang chiang đọc chạm ấy lô cực cực thắng bà lấy từ lỗ là ơn cho mùi mày nâng mày ọt bàn sẽ đập thua ọt bàn picha rồi nè thua ấy thế mà đây lúc tu mà ốp lúc thòi được thói tháng nhôm phần nâng có cắt chất mình bàn đài hạ đôi chỉ thua quạt khấn hay on chất anh không được kỳ ọt chiền đọc cho nắm đó là trong mà ốp cái tha phần nâng có cắt chất mình bàn đài nực thưa ấy tiết khấn ấy nó khấn ấy nâng à vấn đề đó là khấn tới vì rồi tí bưng người na tiên bán vì phụ miền côn tầm muối nâng cái đó côn thàn chăng phân thàn đi mình côn chất ạc rõ thế cùng tụi thà tam côn nâng dân khục khné đó cái lư chân tứ lư mà tiền chân tứ lư mày đừng nức rẽ chất bao dân mình đội chất bè rõ thế nè chất bè rõ lô khơi bè giáo trong ấy nhôm nâng ban ti pưng bởi vì dân tha đôi khăn đôi shop à nâng mến đấy nè đâu tay mà đai lột lư chân tới có kịch hả vì giàu vậy không nực kê mình nực bình phong có từ rồi ti pưng luôn ai nè bàn presama samput sầm đai mình chẹt bàn tham từ từ hơi niếng tam bịch ti pưng chẳng lại đợt ti khang bị luôn ai mình miền lai côn cái đây nhiệt cái đây ba bọc cul na mùi tăng nơi nồng thuê này mà chỉ hỏi mình ai chỉ tì bằng bàn thế sống bay tay sẽ cái đây bo để xuất sầm rạp bọc cul mình nè mình ai côn chỉ đám chìm rẹt phơi ở dân bàn lại tam bứt ata hay ata nào nè tháo nâng đi dây ở đòn cầm ra tới mình trăm tỷ rương rosi nhìn châm luôn anh tập nâng đôi tỷ dân ata thì bài thom mà đa thế cứ sầm đau từ đó à đây giùm mẹ ấy nó sầm đau từ đó mẹ kỷ nhiên này nó à ra hát tầm mẹ ấy nó cứ trâu té bành nha đi luôn ai từ ai tầm bấy cầm chặt bóng kỳ lệ luôn ai bàn nâng chẳng bàn bọn sầm đai chẳng tới đó là niên bàn sầm rạch côn ở thua tốt o côn loco nâng men tên nhận nhôm o côn đó nè vì pro ba loco mình là dây mà mặt nâng thế nâu từ dung nâu từ đơn đọ nâng ái bàn sầm rạch thua thế ọt bàn nè vấn đề ní chỉ riêng bị xe rồi bỏ bè rồi hắn để lột khơi tha bờ lột phơi chẳng nhôm lột nâng bàn sầm rạch dương cột khné phơi chẳng ọt bàn này phơi sườn nâng mai côn chuột khné mà vô nâng rồi dương về miền nhiên ấy bị xe đằng đội lốt về miền đằng đội lốt thì nâng chỉ bọc phịa hàng đơm để mà sầm đai để bảo đảm khla và rồi đường côn và hay cả đằng côn nâng cầm rò cày nè nè khla đằng côn mẹ nâng pru để hai khơi nô đằng côn kru gọi chẳng đây khơi nô bầm ban ấy của ban ai ọp tự ban kia thì vô kê mua ấy chẳng tới bán chế tự tha đằng côn kru từ hay bà tha kru nâng ọp kia thì vô kê mua hái à nát để chết tiệt ọp thế nâng chẳng đôi sầm mày cả để bọn cao chỉ bèn bầm po để sát đấy cả không tụ cô chăn điếc
ចន្ទដៀលតកូលអន់ជាងគេបំផុតនៅស្រុកឥណ្ឌាហ្នឹងហើយមានបរិសម្នាក់ទៅរៀនវិជាសេពផ្លែស្វាយសេពផ្លែស្វាយហ្នឹងសូត្រទៅសំបីផ្លែស្វាយហ្នឹងមិនត្រូវរដូវកាលផ្លែសូត្រទៅគឺចេញផ្លែហ្មងហើយផ្អែមឆ្ងាញ់ទៅសុំរៀនមានតំណមតែមួយឯងតំណមថាម៉េចបើមានអ្នកណាសួរថាអ្នកឯងចេះមុននឹងមកពីណាត្រូវប្រាប់គេឲ្យត្រង់ថាចេះមកព្រោះគ្រូរបស់ខ្ញុំត្រកូលច័ន្ទដៀលឲ្យប្រាប់អញ្ចឹងឲ្យប្រាប់អញ្ចឹងហើយសន្យាដល់ពេលមកដល់ក្រុងពារាណសីល្បីទៅដល់ព្រះរាជាយកទៅឲ្យនៅក្នុងវាំងហើយខ្សែផ្លែស្វាយហ្នឹងសូត្រមុនឲ្យវាផ្លែស្វាយហ្នឹងវាចេញមកព្រះរាជាសោយឆ្ងាញ់ព្រះរាជាសួរអ្នកឯងចេះមុននឹងពីណាក៏គិតហ្នឹងប្រាប់ចេះពីត្រកូលច័ន្ទដៀលអន់ណាបើថាចេះពីត្រកូលព្រាហ្មណ៍គ្រាន់តែប្រាប់ប៉ុណ្ណឹងសាបអស់ដល់ព្រះរាជាយាងប្រពៀតព្រៃទៅហេវឃ្លានទៅចង់ឲ្យបរោះនឹងរកផ្លែស្វាយឲ្យសែបមុននឹងទៀតវាលែងចេញទៅដល់លែងចេញទៅសាកសួរមែនតេនទៅសកត់សកិនទៅហើយអីបានដូចអញ្ចឹងថាមកពីទូបង្គំកុហកឥឡូវសាបអស់អញ្ចឹងអ្នកឯងត្រូវទៅរៀនម្ដងទៀតបើរៀនមិនបានទេឈប់ចូលនគររបស់យើងមនុស្សល្មិលគុណអញ្ចឹងរៀនឲ្យចេះចាំមកវិញទៅដល់ថ្វាយអង្គមគ្រូហានឃើញមុខដឹងថានេះក្បត់យើងបាត់ឲ្យតែដឹងថាសាបគឺក្បត់ហើយពីព្រោះតំណមមានតែមួយហ្នឹងតាឃើញទេនឹងអញ្ចឹងបានជាអាត្មាទៅសម្ដែងធម៌តាមកន្លែងផ្សេងឃើញញាតិញោមគាត់ទទួលអីអញ្ចឹងចេះតែនឹកឃើញថាសូមឲ្យញាតិញោមនឹងបានដឹងគុណគ្រូរបស់ញាតិញោមនោះណាឬក៏វិខសាមណេរនឹងបានដឹងគុណគ្រូដែលជាគ្រូផ្ទាល់គ្រូពីដើមហៅថាគ្រូតកអីបានណាគ្រូតកឧបជាហ្នឹងណាប៉ុន្តែអ្នកខ្លះអត់ទាំងដឹងថាឯណាឧបជាឯណាស្អីផងហើយសំបីលោកសង្ឃយើងហ្នឹងសម័យប្រហែលជាជិត20ឆ្នាំមុននៅភ្នំពេញហ្នឹងរឿងមែនតែនសម័យនេះកើតនៅស្រុកស្រែម៉ែឪនៅស្រែសបល់កញ៉េះមានទសស្អាតអីហើយមានញោមធោញោមអីនៅភ្នំពេញហើយមានកមុំអីគេស្គាល់ច្រើនឯលោកនៅភ្នំពេញយូរទៅត្រូវទឹកម៉ាស៊ីនសាប៊ូលុចទៅវាសងគេដែរណាអាត្មានឹងបានមកបួសចឹងទេបានសបល់ប៉ុណ្ណឹងកាលនៅខ្វៀលទៀនសមីហ្នឹងហើយដល់តែពេលអញ្ចឹងគេសួរប្រវត្តិលោកមិនដែលនិយាយទេដល់ពេលថ្ងៃមួយញោមស្រីលោកមកញោមស្រីមកលេងដល់ឲ្យញោមស្រីមកលេងលឺឡានញាតិញោមដែលរាប់អាននឹងមកប្រាប់ឲ្យញោមស្រីឲ្យបញ្ញាប់ចុះទៅក្រោមកុំឲ្យមកចាំគេទៅវិញចាំឡើងមកវិញណាដល់ពេលញោមលោកចុះទៅហើយញោមលោកក៏ឆ្ងល់ចាំបាច់ដេញអញគាត់លោភស្ដាប់គេនិយាយអីខ្លះបានគេសួរថាចុះមិញមនុស្សមកពីណាពួកទំនងដូចអ្នកសុំទានអញ្ចឹងណោះគេសួរអញ្ចឹងបានលោកថាមនុស្សស្គាល់គ្នាមកពីស្រុកនឹងគឺធ្លាប់ស្គាល់គ្នាគាត់អត់កន្លែងស្នាក់ក៏មកសុំស្នាក់ទៅញោមស្រីនឹងលឺតែប៉ុណ្្នឹងគាត់វិចប្រវិចទៅវិញអត់មាត់មួយម៉ាត់អត់លាអានេះវាឆ្អែតចិត្តណាមែនទេឆ្អែតចិត្តទេឆ្អែតទេនឹងប៉ុនកុំភ្លេចហូបបាយផងហ្នឹងហើយនឹងវាមានអញ្ចឹងបានថាជួនកាលដឹងគុណនឹងវាទល់តែអ្នកមានគុណនឹងខ្ពង់ខ្ពស់ប្រសើរឬក៏មាននេះមាននោះអាហ្នឹងវាចេះតែដឹងអញ្ចឹងឬក៏នៅឲ្យនេះឲ្យនោះអាហ្នឹងក៏ចេះតែដឹងទៅឈប់ឲ្យអស់គុណតែហ្មងមានអាត្មាជួបទៅច្រើនអញ្ចឹងឯងណាសំបីអាត្មាធ្លាប់ជួបនេះមិនជាការរំលើកអីទេនៅពេលដែលមិនតាន់មានអីទីពឹងសោះអាត្មាជួយអញ្ចឹងទៅក្នុងជីវិតនេះមានតែលោកគ្រូនឹងហើយជាទីពឹងរបស់កណាសំបីជីវិតក៏ហ៊ានដែរដល់ពេលមាននរណាឲ្យច្រើនជាងអាត្មាទៅថាអាពាក្យហ្នឹងមួយគេទៀតអាត្មានេះនិយាយលេងស្ដាប់តែហ្មងអាហ្នឹងមកពីអីមនុស្សមិនយល់គុណពិតប្រាកដទេយល់គុណទល់តែគេឲ្យអីអញ្ចឹងណាយល់គុណទល់តែគេឲ្យអីឈប់ឲ្យអីអស់គុណតែហ្មង
មនុស្សអញ្ចឹងបានថ្មអានសុភាសិតមួយគេថាឆ្កែដែលវាបក់កន្ទុយដាក់អ្នកមិនប្រកាសថាវាស្រឡាញ់អ្នកជាងនំប៉័ងក្នុងដៃរបស់អ្នកទេមែនទេញាតិញោមឆ្កែដែលបក់កន្ទុយដាក់អ្នកវាមិនប្រកាសតែស្រឡាញ់អ្នកជាងឆ្អឹងមន់នៅក្នុងដៃរបស់អ្នកទេហ្នឹងហើយបើយើងដឹងគុណមនុស្សព្រោះហេតុតែឃើញអាមីសព្រោះហេតុតែឃើញរបស់ដែលគេឲ្យមិនមែនជាការដឹងគុណទេអញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធសម្ដែងថាអ្នកដឹងគុណមិនងាយមានទេគឺមើលតែរបស់បាំងមុខមកបន្តិចតែមិនព្រមដឹងទៅដល់ជំរូដួងចិត្តអ្នកស្រឡាញ់អ្នកដែលមានចិត្តល្អចំពោះយើងពិតប្រាកដទេនឹងចឹងហើយវាច្រើនតែអញ្ចេះច្រើនតែថាអ្នកដែលជួយឧបត្ថម្ភពីមុនមកយូរហើយហ្នឹងវាអត់បានបំពេញតាមតម្រូវការដែលយើងចង់បានហើយដល់ទៅមាននរណាម្នាក់ឲ្យអាចពេលចុងក្រោយហ្នឹងដើម្បីបំពេញមកភ្លេចអ្នកមុនបាត់សម្បូរអញ្ចឹងមនុស្សយើងសម្បូរអញ្ចឹងអ្នកដែលខំផ្សំទឹកឲ្យចិត្តពេញធុងហ្នឹងអត់ទេដល់មានម្នាក់ណាទៀតដងមកផ្ទិលមកដាក់ចុងក្រោយដឹងតែនឹងឯងដូចអ្នកខ្លះហ្នឹងម៉ែឪខំជួយឲ្យរៀនឲ្យសូត្ររត់ម៉ូតូដប់ផងអីផងដល់ចុងក្រោយគេមានសង្សារគេឧបត្ថម្ភឲ្យរៀនតិចសង្សារនឹងហើយដែលជាអ្នកមានគុណរបស់គេនោះម៉ែឪនឹងអត់សម្បូរអញ្ចឹងសម្បូរគឺសម្បូររបៀបហ្នឹងតែការដឹងគុណពិតប្រាកដវាមិនសូវសម្បូរហើយញាតិញោមពិចារណាមើលគឺពិតជាអញ្ចឹងបាទពិតជាអញ្ចឹងហើយជួនកាលដោយសារម៉ែឪនៅមាននេះមាននោះដូចជារឿងព្រាមមានកូន4នាក់ជាដើមនោះមានទ្រព្យ8សែនចែកឲ្យកូនម្នាក់1សែននៅសល់4សែនទៀតកូនគេថាតិចឪយកប្រពន្ធមួយទៀតអស់លុយហ្នឹងទៅដល់អញ្ចឹងគេធ្វើល្បិចដើម្បីយកទ្រព្យហ្នឹងឲ្យអស់និយាយពីគេមកបំរើសម្បាច់ជើងច្បាច់ដៃខ្លះពេលថ្ងៃខ្លះហ្នឹងឪពុកដេកលក់មកសបកឯងងើបឡើងក៏នៅកូនច្បាច់ទៀតដេកទៅកូនអីទេពុកត្រឹមត្រូវណាស់ត្រឹមត្រូវណាស់ដល់មើលអាចិត្តឪនឹងវាទន់ទៅគេសួរឪមានគិតថាចង់យកប្រពន្ធមួយទៀតដែរអូយឪចាស់ហើយមានតែចង់យកអីទៀតទេហើយចុះបើមិនចង់យកទៀតទេទុកលុយធ្វើអីណាទុកលុយធ្វើអីចែកឲ្យកូនរស់ស៊ីស្មានតែឪមួយកូនចាំរស់ហ្នឹងហើយគាត់ថាអញ្ចឹងមែនហើយថាអញ្ចឹងគាត់ចែកមួយសែនម្នាក់ទៀតទៅប៉ុន្តែចែកឲ្យមិនចែកឲ្យគេឈប់ច្បាច់ឲ្យគេទៅផ្ទះគេអស់ទៅហ្នឹងទៅនៅជាមួយគេបានតែ2 3ថ្ងៃគេថាបែបចែកទ្រព្យឲ្យតែខ្ញុំឯងផ្សេងទៀតមិនចែកឲ្យទេមិនមកស៊ីដេកងាប់ហ្នឹងអីថាអញ្ចឹងគ្រប់គ្នាទីបំផុតខ្លាយជាអ្នកសុំទានញាតិញោមបុកណាដើរទៅឮដំណឹងព្រះសម្មាសម្ពុទ្ធទៅជួបព្រះអង្គឮថាព្រះអង្គប្រកែដោះស្រាយបញ្ហាពាក្យដែលថាឈើកូន10មិនស្មើឈើច្រត់មួយគឺកើតពីនឹងមកណាព្រះអង្គបង្រៀនឲ្យគាត់ពោលទៅថាយើងចិញ្ចឹមកូនណាបានកូនមកហើយចិញ្ចឹមកូនដោយសេចក្តីស្រឡាញ់ប៉ុន្តែកូនយើងវាមកក្នុងនាមដូចជាអរៈទឹកមកធ្វើបាបយើងវាបោះយើងចោលដូចជាគោចាស់ដែលគេលែងត្រូវការប្រយោជន៍អីដោយកូនរបៀបនេះឮថាឈើច្រត់ប្រសើរជាងពីព្រោះឈើច្រត់អាចទប់ខ្លួនពេលដើរបានអាចការពារឆ្កែកាចបាននៅក្នុងទឹកស្ទាបដឹងទឹកជ្រៅរាក់បានកូនរបៀបនេះมันមានប្រយោជន៍ទេឯចាស់យើងសិក្សារឿងហ្នឹងមកគាត់បង្កើតពាក្យមួយថាកូន10មិនស្មើឈើច្រត់មួយតាំងពីហ្នឹងមកហ្នឹងអាចថាអញ្ចឹងមែនណាហ្នឹងហើយហ្នឹងអញ្ចឹងហើយរឿងហ្នឹងក្រោយមកកូនហ្នឹងក៏ដឹងវិញដោយសារមានច្បាប់គេគម្រាមឲ្យទទួលស្គាល់ឪហ្នឹងប៉ុន្តែគ្រាន់ថាអញ្ចឹងបានថាសម័យនេះគឺដល់សម័យសុបិនរបស់ប្របាទបសេនតិកោសលដែលថាមេគោបៅដោះកូនគោញាតិញោមមេគោបៅដោះកូនគោធម្មតាគឺកូនគោបៅដោះមេគោប៉ុន្តែស្រាប់តែឃើញថាមេគោបែរទៅជាបៅដោះកូនគោចំដល់ម៉ោងហ្នឹង
ប្រហែលជា5នាទីជាទៅបញ្ចប់ថាញាតិញោមមានសួរខ្លះផងប៉ុន្តែជាប់មាត់ទៅប៉ុន្តែថ្ងៃនេះទៅណាទៅផ្ទះញោមលីហ្នឹងចុះល្ងាចមកនេះហ្នឹងចាំល្ងាចចាំមានបញ្ហាសាកសួរអីផ្សេងបងមកនិយាយដល់ណាមិញហ្នឹងកូនគោមេគោបៅដោះកូនគោស្រុកនេះអាត្មាមិនជាយល់ថាម៉េចទេប៉ុន្តែស្រុកខ្មែរយើងគឺអាត្មាគិតថាដល់ហើយសម័យបច្ចុប្បន្នហ្នឹងគឺដល់គឺជាសម័យដែលយាយកើតកូនខ្ចីនៅស្រុកខ្មែរណាមនុស្សចាស់កើតកូនខ្ចីច្រើនណាម៉ែឪគេការហើយគេមានកូនទៅគេទុកកូនឲ្យម៉ែមើលហើយបើម៉ែមិនមើលទេក៏គេមិនចិញ្ចឹមម៉ែដែរនឹងគណៈកូនគេមើលផងមិនបាននៅស៊ីចុកគេ free សោះហ្នឹងណាអញ្ចឹងកូនទោះបីជាឃើញម៉ែទោះបីជាឃើញកូនធ្វើខុសក៏អត់ហ៊ាននិយាយទេញាតិញោមខ្លាចកូនហើយបើថាកូននឹងមានសិទ្ធិមានអំណាចជាអុកញ៉ាជាអីអាដាមអីទៀតស្រេចអាត្មាជួបម្ដាយអ្នកធំច្រើនណាជួបម្ដាយអ្នកមានស្ដុកស្ដំច្រើនលែងហ៊ាននិយាយអីទាំងអស់ពីព្រោះរស់នៅដោយគេបតក់ទឹកឲ្យគាត់អស់មុខរបរស្រុកនេះនៅរត់ចិញ្ចឹមចាស់គ្រាន់បើបន្តិចណាស្រុកនោះអត់មានអញ្ចឹងរស់នៅដោយកូនចេញចាំហ៊ានក្អកមួយគេទេនឹងក្អកមិនរួចទេអញ្ចឹងធ្វើស្អីលោមកូនឃើញទេដល់ដំណាក់កាលដែលមេគោបៅដោះកូនគោមានន័យថារស់ដោយសារកូនធ្វើរឹកបន្តិចហើយយល់ទេអញ្ចឹងតើអាត្មាខ្ជិលមានកូនក៏បានដែរនឹងអញ្ចឹងបាទនឹងការសម្ដែងពធមកសំគួរដល់ពេលវេលាប៉ុណ្ណឹងចាស់លើសលោកខ្វះខាតសូមអធិស្ឋានហើយសូមអនុមោទនានៅសេចក្តីល្អរបស់កូនចៅដែលបានធ្វើបុណ្យកុសលថ្ងៃនេះហើយនឹងក្លាយជាកូនល្អជាតំណតទៅទៀតជាគំរូសម្រាប់ញាតិមិត្តបងប្អូនខ្មែរយើងក៏ដូចជាសង្គមទូទៅបាទសូមអនុមោទនា